រឿងគោកជ្រូកកំហួចនៅក្នុងកសិដ្ឋានតូចមួយមានសត្វជាច្រើនរស់នៅយ៉ាងសុខសាន្តប៉ុន្តែថ្ងៃមួយមានជ្រូកតូចមួយឈ្មោះគោកដែលកំពុងលាក់អាចកំបាំងមួយដែលនឹងផ្លាស់ប្ដូរអ្វីៗទាំងអស់គោកមើលទៅជាជ្រូកធម្មតាប៉ុន្តែក្នុងចិត្តវិញគាត់ស្រឡាញ់ការលួចរាត្រីមួយគោកបានលួចអាហារពីផ្ទះមាន់ហើយធ្វើដូចជាមិនមានអ្វីកើតឡើងពេលមាន់សួរគោកតែងសើចហើយបញ្ឆោតថាប្រហែលជាកណ្ដុរមិត្តសត្វចាប់ផ្ដើមសង្ស័យប៉ុន្តែមិនមានភស្តុតាងគោកមិនត្រឹមតែលួចទេគាត់ក៏បោកប្រាស់ផងដែរគាត់បង្កការភ័ន្តច្រឡំឲ្យសត្វផ្សេងឆ្លុះគ្នាហើយខ្លួនឯងទទួលបានអត្ថប្រយោជន៍ថ្ងៃមួយអាហារនៅកសិដ្ឋានចាប់ផ្ដើមខ្វះខាតសត្វជាច្រើនឈឺនិងអស់កម្លាំងប៉ុន្តែគោកនៅតែបន្តកំហួចដោយមិនខ្វល់មាន់មួយក្បាលមិនអាចទ្រាំបានទៀតគាត់សម្រេចចិត្តតាមដានគោកហើយនៅយប់មួយការពិតត្រូវបានបង្ហាញគោកកំពុងលួចអាហារម្នាក់ឯងសត្វទាំងអស់ភ្ញាក់ផ្អើលហើយការខឹងក៏កើតឡើងភ្លាមគោកត្រូវបានសួរដំបូងគាត់បដិសេធប៉ុន្តែពេលមានភស្តុតាងគាត់មិនអាចលាក់បានទៀតគោកទទួលស្គាល់កំហុសប៉ុន្តែវាយឺតពេលហើយគាត់ត្រូវបានដាក់ទោសហើយគ្មាននរណាចង់ចិត្តស្និទ្ធទៀតនៅតែម្នាក់ឯងគោកចាប់ផ្ដើមគិតគាត់យល់ថាកំហួចបានបំផ្លាញមិត្តភាពទាំងអស់ទឹកភ្នែកធ្លាក់ជាលើកដំបូងគាត់សោកស្ដាយពិតប្រាកដថ្ងៃបន្ទាប់គោកសម្រេចផ្លាស់ប្ដូរគាត់ចាប់ផ្ដើមធ្វើការខ្លាំងជួយសត្វផ្សេងដោយស្មោះត្រង់ដំបូងគ្មាននរណាជឿប៉ុន្តែពេលកន្លងទៅសកម្មភាពរបស់គាត់បង្ហាញចិត្តល្អពិតថ្ងៃមួយសត្វទាំងអស់សម្រេចអភ័យទោសគោកទទួលបានមិត្តភាពវិញដោយសារការកែប្រែពិតប្រាកដចប់មេរៀនកំហួចអាចនាំឲ្យបាត់បង់អ្វីទាំងអស់ប៉ុន្តែការកែប្រែអាចនាំអនាគតថ្មីបើអ្នកចូលចិត្តរឿងនេះកុំភ្លេច like Subscribe និង Share ដើម្បីគាំទ្រ